បងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមករៀបចំសែនដែលជារៀងរាល់ថ្ងៃមិនមែនតែថ្ងៃសិលទេឲ្យរៀងរាល់ថ្ងៃគឺនឹងខ្ញុំសែនតាមពិតនេះខ្ញុំសែននៅកន្លែងផ្សេងឯនៅជិតក្បាលដំណេកប៉ុន្តែដោយសារតែពិបាកថតពេកចាហើយនៅមួយខ្ញុំពិការភ្នែកទៀតខ្ញុំត្រូវរៀបប្លង់លើខ្លួនឯងបងប្អូនចាអញ្ចឹងអធិស្ឋានថ្ងៃនេះគឺខ្ញុំមករៀបឲ្យបងប្អូនមើលសំណាញ់មានតិចតួចទេព្រោះដោយសារតែខ្ញុំក៏អត់មានលុយដែរចឹងយើងអត់មកឲ្យគេបានដឹងចាហើយនេះគឺជានំទឹកសុទ្ធហើយកំប៉ុងជើងធូបនេះចាហើយនឹងធូបក្រអូបខ្ញុំលាយដោយសារតែធូបក្រអូបវាតិចណាបងប្អូនជាងខ្ញុំលាយ3សរសៃហ្នឹងគឺខ្ញុំត្រូវលាយមកសរសៃអុចលាយគ្នាជាមួយនឹងធូបអត់អូបមិនវាក្អូបក្នុងផ្ទះយើងផងនាំនៅសេរីសុស្ដីផងចិត្តនេះខ្ញុំរាល់ថ្ងៃគឺជ្រះថ្លាជាមួយនឹងបុណ្យទានខ្លាំងណាស់បងប្អូនប៉ុន្តែមករយៈនេះដោយសារមានបញ្ហាសេដ្ឋកិច្ចលុយចាអញ្ចឹងរឿងបុណ្យទានខាងក្រៅគឺអត់សូវមានទេមានតែសែនទូនៅក្នុងផ្ទះចាអញ្ចឹងហើយខ្ញុំមកថតបង្ហាញបងប្អូនថាបងប្អូនថាជនពិការភ្នែកហ្នឹងគាត់គាត់ត្រូវចេះសែនអត់ចាចេះរៀបចំសែននៅផ្ទះខ្លួនឯងដែរអត់ជាពិសេសគឺជាពេលដែលយើងនៅឆ្ងាយពីបងប្អូនឆ្ងាយពីម៉ែឪយើងត្រូវនៅមួយគ្រួសារនៅរៀបចំខ្លួនដល់របៀបណាតាមពិតមានរឿងខ្លះគឺយើងអាចជួយខ្លួនឯងបានប៉ុន្តែមានរឿងខ្លះក៏យើងមិនអាចជៀសផុតពីអ្នកភ្លឺបានដែរគឺយើងត្រូវការពឹងអ្នកភ្លឺដែរមិនមែនថាអ្នកពិការអាចធ្វើបានខ្លួនឯងគ្រប់សពនោះទេវាមិនអាចទេចាអាចតែម្ដងចាហើយក៏វាមិនអាច perfect ដែរចានេះខ្ញុំនិយាយក្នុងនាមខ្ញុំជាជនពិការហើយសម្រាប់តែនាងខ្ញុំទេតែបើសិនជាបងប្អូនខ្លះគាត់យល់ថានាងខ្ញុំនិយាយត្រូវក៏អូខេបងប្អូនឲ្យបេះដូងឲ្យ like ឬក៏ follow នាងខ្ញុំបានឲ្យបេះដូងខ្ញុំបានតែបើសិនជាគិតថានាងខ្ញុំនិយាយខុសអត់ត្រូវទេចាជនពិការគាត់អាចមិនបាច់ចាំរស់ដោយការពឹងគេទេចាអញ្ចឹងអូខេហ្នឹងគឺទស្សនៈរបស់គាត់ទេតែសម្រាប់នាងខ្ញុំផ្ទាល់រឿងខ្លះយើងមិនអាចធ្វើបានដោយខ្លួនឯងសិតសាត 100% ទេទោះបីធ្វើបានក៏មិនអាចល្អប្រសើរដល់ដូចជនធម្មតាដែរចាអញ្ចឹងក៏យើងត្រូវការពឹងពាក់ចារឿងផ្សេងនេះដូចជនធម្មតាដែរចាអញ្ចឹងនេះជាទម្លាប់របស់នាងខ្ញុំចាបងប្អូនដោយសារក្តៅពេកអញ្ចឹងទៅអុចបានតិចទេចាក្តៅពេកចាអញ្ចឹងនេះបងប្អូននេះឃើញហើយមានភ្លើងយើងអុចបានបងប្អូនចាឆេបបានប៉ុណ្ណឹងដោយសារតែយើងអុចជាងយូរទៅពីនេះវាក្តៅចាអរគុណសម្រាប់ការពេញចិត្តវីដេអូនេះនិងបងប្អូនមានទស្សនៈយ៉ាងណាជាមួយអ្វីខ្ញុំបានលើកឡើងចាក៏អរគុណសម្រាប់ការចូលរួម comment ទោះបីតិចក៏ដោយច្រើនក៏ដោយជាពិសេសគឺការ follow page របស់នេះខ្ញុំសង្ឃឹមថាថ្ងៃទៅមុខទៀតបងប្អូននៅតែ follow គ្រប់គ្រងដល់វីដេអូនេះខ្ញុំក្រោយៗ